ក្នុងចំណោមអាហារទាំង3ពេលព្រឹកថ្ងៃហើយនិងល្ងាចហ្នឹងណាតើគួររំលងអាហារពេលណាដើម្បីឲ្យសុខភាពរបស់យើងល្អអញ្ចឹងចម្លើយគឺថាវាអាស្រ័យទៅលើមនុស្សម្នាក់បងប្អូនអ្នកខ្លះរំលងពេលព្រឹកល្អអ្នកខ្លះរំលងពេលល្ងាចល្អអញ្ចឹងបើសិនជាបងប្អូនរំលងអាហារពេលព្រឹកវាធ្វើឲ្យបងប្អូនធ្វើ intermittent fasting នឹងបានយូរអញ្ចឹងខ្ញុំឧទាហរណ៍ថាបងប្អូនផ្អាកញ៉ាំអាហារទាំងអស់នៅម៉ោង8យប់ហើយចាប់ផ្ដើមញ៉ាំអាហារឡើងវិញនៅម៉ោង12ថ្ងៃត្រង់ស្អែកអញ្ចឹងបងប្អូនធ្វើ intermittent fasting រយៈពេល16ម៉ោងតើ16ម៉ោងហ្នឹងវាមានរឿងអីគេខ្លះកើតនៅក្នុងខ្លួនរបស់យើងអញ្ចឹងពេលដែលបងប្អូនមិនញ៉ាំអាហារក្រោម8ម៉ោងរាងកាយរបស់យើងនៅតែយកក្លូកូសយកទៅធ្វើជាថាមពលដដែលទី2វាអាចយកស្ករដែលស្តុកទុកនៅថ្លើមក៏ដូចជាសាច់ដុំយកទៅប្រើហើយកំឡុងពេលហ្នឹងដោយសារតែយើងមិនញ៉ាំអាហារអ្វីផ្សេងទៀតចូលទៅក្នុងខ្លួនវាធ្វើឲ្យរាងកាយរបស់យើងហ្នឹងចាប់ផ្ដើមទទួលយកអាំងសាលីនឡើងវិញពីព្រោះបងប្អូនដឹងហើយនៅពេលណាដែលកោសិកាយើងមិនទទួលយកអាំងសាលីនយើងប្រឈមមុខជាមួយនឹងជំងឺទឹកនោមផ្អែមពេលណាបងប្អូនមិនញ៉ាំអាហារលើសពី8ម៉ោងឡើងទៅវាធ្វើឲ្យរាងកាយរបស់យើងហ្នឹងយកខ្លាញ់ធ្វើជាថាមពលម្ដងប៉ុន្តែសួរថានៅពេលដែលរាងកាយរបស់យើងហ្នឹងយកខ្លាញ់យកទៅធ្វើជាថាមពលតើវាមានរឿងអីកើតឡើងនៅក្នុងខ្លួនរបស់យើងអញ្ចឹងទី1បងប្អូននឹងមានកម្លាំងថេអញ្ចឹងវាខុសពីញ៉ាំស្ករដែលពេលដែលយើងញ៉ាំភ្លាមមានកម្លាំងបានតែប្រហែលម៉ោងវាធ្វើឲ្យកម្លាំងរបស់យើងហ្នឹងថយចុះអស់កម្លាំងខ្លាញ់អត់អញ្ចឹងទេពេលដែលយើងយកខ្លាញ់ធ្វើជាថាមពលរបស់យើងគឺថេកម្លាំងរបស់យើងថេតែម្ដងទី2វាធ្វើឲ្យរាងកាយរបស់យើងហ្នឹងលែងពឹងអាស្រ័យទៅលើស្ករទៀតហើយបងប្អូនអញ្ចឹងជាលទ្ធផលបងប្អូនអត់សូវឃ្លានស្ករដូចពីមុនទេតែពីមុនយើងឈឺក្បាលឬក៏អស់កម្លាំងអីទួតរត់ទៅរកស្ករហើយអញ្ចឹងពេលដែលចាប់ផ្ដើម fasting បងប្អូនលែងសូវឃ្លានស្ករហើយទី3វាធ្វើឲ្យបងប្អូនស្រកគីឡូដោយសារអីរាងកាយរបស់យើងហ្នឹងចាប់ផ្ដើមយកខ្លាញ់យកមកប្រើអញ្ចឹងបន្ទាប់ពីការ fasting បាន1ខែ2ខែបងប្អូននឹងឃើញចង្កេះខ្លួនឯងស្រកលឿនតែម្ដងខោដែលធ្លាប់តែស្លៀកទៅតឹងវាចាប់ផ្ដើមធូរមកវិញហើយអ្វីដែលកាន់តែពិសេសគឺវារក្សាសុខភាពសាច់ដុំរបស់យើងហ្នឹងឲ្យរឹងមាំរយៈពេលយូរចុះបើសិនជាបងប្អូនញ៉ាំអាហារពេលព្រឹកពេលថ្ងៃតែរំលងពេលល្ងាចវិញវាមានរឿងអីគេកើតឡើងមានរឿងកើតឡើងដូចការដែលយើងរំលងអាហារពេលព្រឹកចឹងបងប្អូនអញ្ចឹងការរំលងអាហារពេលណាមួយវាអាស្រ័យទៅលើស្ថានភាពរបស់បងប្អូនម្នាក់សម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តរំលងអាហារពេលព្រឹកដើម្បីធ្វើការ intermittent fasting ក៏ដូចជាសម្រក់គីឡូព្រោះអីវាអត់មានព្រលឹមឡើងគេណាត់យើងទៅញ៉ាំអាហារទៅញ៉ាំនេះញ៉ាំនោះឬក៏ហូបវិយាជុំគ្នាជប់លៀងអីទេភាគច្រើនគេហៅតែពេលល្ងាចទេអញ្ចឹងហើយខ្ញុំធ្វើ intermittent fasting នៅពេលព្រឹកច្រើនគឺជោគជ័យបងប្អូនខ្លះទៀតគាត់រវល់ពេលព្រឹកវិញព្រលឹមឡើងនៅគេហៅញ៉ាំកាទៀវផឹកកាហ្វេប៉ុន្តែពេលល្ងាចឡើងមានណាគេហៅទេអញ្ចឹងបងប្អូនអាចជ្រើសរើសពេលល្ងាចហ្នឹងជាពេលដែលរំលងអាហារវិញហើយចាប់ផ្ដើមធ្វើ intermittent fasting ហ្នឹងពេលល្ងាចឡើងរហូតដល់ពេលព្រឹកវិញចុះបើសិនជាបងប្អូនមិនរំលងអាហារទាំង3ពេលតែម្ដងព្រឹកក៏ញ៉ាំថ្ងៃក៏ញ៉ាំល្ងាចក៏ញ៉ាំយប់ក៏ញ៉ាំតើមានរឿងអីកើតឡើងរឿងល្អខាងលើគឺអត់មានកើតឡើងទេបងប្អូននឹងមានការលើសគ្រប់យ៉ាងលើសស្ករលើសសម្ពាធឈាមលើសខ្លាញ់លើសគីឡូលើសទាំងអស់បងប្អូនដោយសារអីរាងកាយរបស់យើងអត់មានពេលសម្រាប់អីពេលណាដែលបងប្អូនញ៉ាំអាហារមួយពេលចូលទៅវាធ្វើឲ្យអាំងសាលីនចេញហូម៉ូនអាំងសាលីននេះវាធ្វើឲ្យយើងឡើងគីឡូវាធ្វើឲ្យយើងឡើងសម្ពាធឈាមវាធ្វើឲ្យយើងឡើងស្ករហើយលើសយូរទៅបងប្អូននឹងប្រឈមមុខនឹងជំងឺទឹកនោមផ្អែមជំងឺលើសសម្ពាធឈាមជំងឺបេះដូងជំងឺសរសៃឈាមបេះដូងនិងបញ្ហាសុខភាពជាច្រើនមែនទែនអញ្ចឹងបច្ចុប្បន្នជំងឺភាគច្រើនកើតដោយសារតែបងប្អូនញ៉ាំលើសអញ្ចឹងបើសិនជាបងប្អូនញ៉ាំគ្រប់ហើយមានការគ្រប់គ្រងញ៉ាំត្រឹមត្រូវជំងឺទាំងអស់ហ្នឹងនឹងឃ្លាតឆ្ងាយចេញពីបងប្អូនហើយអញ្ចឹងរាល់ពេលដែលបងប្អូនញ៉ាំអាហារត្រូវគិតថាវាអាចប៉ះពាល់ដល់សុខភាពរបស់បងប្អូនឬអត់នៅថ្ងៃក្រោយព្រោះបងប្អូនប្រយ័ត្នថ្ងៃហ្នឹងវាអាចល្អថ្ងៃក្រោយតែបើយើងធ្វើផែថ្ងៃហ្នឹងគឺយើងគេចអត់ផត់ឯងបងប្អូនកុំគិតថាខ្លួនប្រាណខ្ញុំគឺមិនអីខុសពីគេញ៉ាំទៅអីខ្ញុំញ៉ាំអត់អី No អត់ចឹងទេអ្នកណាក៏ប្រឈមនឹងបញ្ហាជំងឺទាំងអស់ហ្នឹងដែរបើសិនជាគាត់ញ៉ាំលើសជារៀងរាល់ថ្ងៃតើបងប្អូនភាគច្រើនរំលងអាហារពេលណាដែរជួយ comment ខាងក្រោមនេះផង